ប្រដាល់នឹងបន្តមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាអូឡ িম্প ិកជាពិសេសនៅ LA 2028 ប្រភេទកីឡាប្រដាល់នឹងនៅតែបន្តឈរជើងក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡ িম্প ិករដូវក្តៅដដែលជាពិសេសនៅ LA 2028 ដែលមានសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនេះមានន័យថាប្រភេទកីឡាប្រយុទ្ធឈឺសាច់មួយនេះនឹងនៅតែបន្តមានវត្តមានប្រកួតប្រជែងមេដាយក្នុងកម្មវិធីលំដាប់ពិភពលោកជារៀងរាល់4ឆ្នាំម្ដងគិតចាប់តាំងពីឆ្នាំ1904មកនៅចាំបានថាប្រដាល់បានស្ថិតក្នុងប្រភេទកីឡាជាច្រើនទៀតដែលត្រូវបានប្រកាសដកចេញពី LA 2028 ក៏ប៉ុន្តែកាលពីខែមុនសហព័ន្ធប្រដាល់ពិភពលោកបានទទួលស្គាល់ក្នុងការដាក់បញ្ចូលកីឡានេះទៅក្នុងអូឡ িম্প ិកវិញដោយរងចាំសេចក្តីសម្រេចចុងក្រោយពីគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិ IOC ប៉ុណ្ណោះដែលមានលោក Thomas Bach ជាប្រធានទាក់ទិននឹងបញ្ហានេះលោក Bach បានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BCC ថាក្រោយពេលទទួលការឯកភាពពី World Boxing នាអំឡុងខែកុម្ភៈឆ្នាំ2025ជាលទ្ធផលវិជ្ជមានក្នុងការសម្រេចចិត្តដែលញ៉ាំងឲ្យអត្តពលិកអាចប្រកួតប្រជែងមេដាយនៅ LA នាពេលខាងមុខនេះ